จุดสู้ประมาณบนนี่นะที่มีเชื่อมโดยสภาพการคอมพิวเตอร์มีการใช้เลยบรรทอนบนนะต่อบนนี่คือไงนี่ขยมบางไงบนเดี๋ยวตัวในการจองลิโก้ตุ่มเด่นตุ่มลายตุ่มเด่นจังบนเดี๋ยวยังตัวลุดทิพย์ซ่าจังนะบนvàนี่ก็lạiตบยังขยมแต่มีลุเครื่องประหลาดคอมพิวเตอร์มาเซ็นปริ้นนั่งคอมพิวเตอร์จังบนนะมีหัวไฮอย่างตัวvàนี่คือลิโก้มีทางลิโก้ตุ่มเด่นขยมจองลิโก้ลิมวยนี่คือสันดาวตัวเลยตัวหนอมาแพทจังบนvàไอทำนี่คือมุกตุ่มเด่นเรียยูนิตไพร์นี่คือตุ่มลายkhông mà taไม่นานkhông mà select không mà crop không màเครื่องจังตัวบนนะhayลิปีคือยมจองมาไว้แล้วคือมาออกไซด์จังบนนะโอเคนี่ก่อนการที่ห้องบนที่bây cứ tiếp tục laptop Dell thì hơi tầm lại thì bạn sẽ chun trắng thì 4 คือ monitor คือយើងសំដៅលើ brand Acer អញ្ចឹងទៅហើយកន្លែងមកបងមានប្រភេទ monitor អីច្រើនក៏ដាក់តាមនឹងទៅបងប្អូនណានេះគាត់ខ្ញុំលើកយក14 4ដល់មុខនៃមុខទំនិញកន្លែងហាងយើងខ្ញុំអញ្ចឹងណាបងបាទ scanner ម៉ាស៊ីន scan គឺយើងចងទៅតាមនឹងទៅហើយ printer HP ទី7គឺ keyboard new keyboard មាន keyboard new ឬក៏ second hand អញ្ចឹងទៅបងប្អូនណាទី8គឺ HD មាន HD ធម្មតានិង HD ពិសេសអញ្ចឹងបងប្អូនណាHD 500G ខ្ញុំសំដៅលើ HD ធម្មតាហើយ RAM មានលក់ពី RAM 4G ដល់4ដល់ 32G អញ្ចឹងណាបងបាទហើយចងតាមនោះទៅខ្ញុំទីហោស្រាប់ក្នុងនេះSD មាន128មាន256អញ្ចឹងទៅបងប្អូនណាតម្លៃខ្ញុំបានបញ្ជាក់ជូនអញ្ចឹងបងប្អូនណានេះគាត់នៅការទីហោទេបើសិនបើហាងបងប្អូនលក់ជាគ្រឿងសំណង់ក៏ដូចជាគ្រឿងចាប់ភួយផ្សេងៗទៀតបងប្អូនចងតាមនោះទៅបងប្អូនណាបងប្អូនកំណត់សង្កល់ខ្លួនឯងនៅក្នុងហាងមកបងប្អូនទៅអញ្ចឹងណាអូខេឬក៏ depot បងប្អូនទៅនេះខ្ញុំលើកទីហោពីវិក័យប័ត្ររបស់ទីជនម្នាក់អញ្ចឹងបងប្អូនបាទអញ្ចឹងការបច្ឆេទគឺបើកថ្ងៃណាចេញហ្នឹងបងប្អូនណាហើយខ្ញុំបានបង្ហាញជូនហើយតើតើនឹងការចងការបច្ឆេទអូតូហ្នឹងមានថាយើងបងប្អូនចៃវាយសញ្ញាស្មើហើយណាទៅហើយបើកវងកញ្ចក់បិទវិញទៅអញ្ចឹងណាហ្នឹងខ្ញុំបានបង្ហាញនៅមេរៀនមុនហើយតើតើនឹងការចងការបច្ឆេទមានថាដល់ពេលដែលយើងបើកថ្ងៃណាគឺចេញហ្នឹងគឺការបច្ឆេទអូតូនេះគឺលេខរៀងបងប្អូនណាលេខរៀងធម្មតាទេហ្នឹងលេខកូដទំនិញនេះ description គឺបរិយាយមុខទំនិញនៅ quantity នេះគឺបរិមាណទំនិញនេះគឺអតិថិជនត្រូវយកពីយើងប្រមាណហើយ unit price តម្លៃក្នុងឯកតាហ្នឹងក៏យើងត្រូវចងរូបមន្តដែរ amount គឺយើងគុណធម្មតាទេមិនថាយកឧទាហរណ៍តែអតិថិជនក៏យក5គុណនឹងតម្លៃក្នុងឯកតាហ្នឹងទៅនឹងឃើញសរុបបងប្អូនណាបាទឥឡូវក៏បើខាតពីយូរខ្ញុំចងឲ្យបងប្អូនមើលតែម្ដងគឺបងប្អូនចុចសញ្ញាស្មើភាសាជាប់គុណខ្មែរបងប្អូនចុចសញ្ញាស្មើបងប្អូនវាយពី if បងប្អូនណា if % បើហ្នឹង if ហើយបងប្អូនចុចទៅលើកូដបងប្អូនចុចសញ្ញាស្មើបងប្អូនចុចថ្មីក្រោយពីគូបងប្អូនក្បៀសមួយឬក៏ខាម៉ាដល់បងប្អូនចុចថ្មីក្រោយពីគូទៀតបងប្អូនខាម៉ាមួយទៀតបងប្អូនវាយអក្សរ V ដល់ពេលដែលបងប្អូនវាយអក្សរ V ហើយវានឹងចេញអក្សរខាងក្រោមគេដាក់ V lookup បងប្អូនណានេះ V lookup អញ្ចឹងបងប្អូនកុំយកអីផ្សេងក្រៅពី V lookup ណា V lookup បានយើងអាចចងលេខកូដទំនិញហ្នឹងបានបងប្អូនចុចទៅលើលេខកូដហ្នឹងទៀតហើយមានតែកន្លែងកូដទំនិញដែលយើងត្រូវវាយបញ្ចូលហ្នឹងបងប្អូនបាទហើយបងប្អូនក្បៀសមួយមកបងប្អូនក្បៀសបងប្អូនអូសទៅលើមុខទំនិញទាំងអស់នេះបងប្អូនណាបងប្អូនអូសពីកូដ item និង unit price ទាំងអស់ហ្នឹងមកបងប្អូនដូចខ្ញុំអញ្ចឹងមកបងប្អូនណាអូខេអូសឲ្យអស់អញ្ចឹងមកបងប្អូនចុច F4 បងប្អូនណា F4 ទៅបងប្អូនក្បៀសមួយទៀតក្បៀសមកឲ្យបងប្អូនស្រឡឹងមើលថានៅក្នុងនេះបើយើងមើលតារាងនេះគឺតារាងលេខកូដគឺនៅ column ទី1តារាង item គឺមុខទំនិញនៅ column ទី2ហើយ unit price នៅ column ទី3អានេះយើងនិយាយទៅក្នុង table សម្រាប់លេខកូដទំនិញនិងឈ្មោះទំនិញជាមួយនឹងតម្លៃទំនិញក្នុងមួយឯកតាអញ្ចឹងបងប្អូនបាទអញ្ចឹងគឺមានថាឲ្យគោលបំណងយើងទៅពេលនេះយើងចងមុខទំនិញបងប្អូនណាចងមុខទំនិញអញ្ចឹងបងប្អូនមើលទៅមុខទំនិញនៅជួរទី2នៃ column នេះណាបងប្អូនមាននៅក្នុង table កូដទំនិញនិងឈ្មោះទំនិញនិងតម្លៃទំនិញអញ្ចឹងណាបងប្អូនអញ្ចឹងនៅទី2នេះបងប្អូនណាទី2នេះបាទអញ្ចឹងគឺបងប្អូនត្រូវវាយលេខ2បងប្អូនវាយលេខ2មកបងប្អូនវាមួយបងប្អូនវាយលេខ0ហើយបានយើងវាយលេខ0ដោយសារតែយើងបញ្ចប់នៅការគណនាអស់ហើយអញ្ចឹងបងប្អូនបិទវងកញ្ចក់ចំនួន2ដងបងប្អូនសួរថាតើយើងបិទវងកញ្ចក់2ដងធ្វើអីដោយសារយើងបើកកន្លែង if ទី1បងប្អូននេះ if ទី1និងកន្លែង v lookup នេះមួយអញ្ចឹងយើងបិទ2ដងដែរអញ្ចឹងបងប្អូនបាទបងប្អូន enter មកបងប្អូន enter មកឃើញទេបងប្អូនវាអត់មានអីទេដោយសារតែយើងអត់បានវាយបញ្ចូលលេខកូដអញ្ចឹងបងប្អូនត្រូវ select ឲ្យអស់មកក្រោមមកដើម្បីយើងងាយស្រួលវាយលេខកូដមកវាមានតាមប្រភេទដែលយើងចង់បានអញ្ចឹងបងប្អូនបាទអញ្ចឹងកន្លែងនេះបងប្អូនដាក់មកឲ្យចំកន្លែងនេះមកវាមានសញ្ញាបូក1បងប្អូនឃើញទេបាទសញ្ញាបូកបងប្អូនអូសពីលើចុះមកក្រោមមកបាទដល់កន្លែងលេខរៀងដែលយើងកំណត់ហ្នឹងត្រឹមតែ13មុខបានហើយអញ្ចឹងឧទាហរណ៍ណាបងប្អូនណាបាទនេះគឺសម្រាប់អតិថិជនម្នាក់ដែលគាត់កំងពីយើងកំងគាត់កំង3 4 5រឿងអាហ្នឹងវាជារឿងរបស់គាត់ទេប៉ុន្តែគាត់យើងចងចោលឲ្យហើយសិនមកអូខេអញ្ចឹងហើយបងប្អូនណាអញ្ចឹងឧទាហរណ៍ដល់បងប្អូនចង់វាយអីឧទាហរណ៍ថាចង់វាយលេខ2មកវាយលេស
តែគាត់កំងវាយលេអូខេអញ្ចឹងគឺដល់ពេលយើងចុចលេខ2ទៅវាចេញមកវាយលេអញ្ចឹងយើងមិនចាំបាច់ហត់ទៅថៃឬក៏វាយទៅលើកន្លែង distribution នេះទេបងប្អូនណាយើងគ្រាន់តែវាយលេខកូដទៅវានឹងចេញមុខទំនិញដែលយើងបានចងនៅខាងនេះដែលយើងបានជម្រាបឲ្យស្រេចខាងនេះណាបងប្អូននេះបងប្អូនណានេះអញ្ចឹងណាបងប្អូនឧទាហរណ៍ថាអតិជនគាត់កំងម៉ាស៊ីន scanner មក option អញ្ចឹងបងប្អូនវាយលេខ5ទៅវានឹងចេញនេះបងប្អូនឃើញលេខ5វានឹងចេញមក scanner option បងប្អូនថាឥឡូវអតិជនកំង RAM 610G មួយគ្រាប់បងប្អូនវាយតែលេខ11មកវានឹងចេញ RAM 610G បងប្អូនណាបងប្អូនណាឥឡូវគាត់កំង monitor Acer monitor Acer គឺលេខ4បងប្អូនណាចាំបងវាយលេខ4មកវានឹងចេញ monitor Acer លេខ14ណាលេខ4បងប្អូនណាបន្ទាប់មកបងប្អូនឧទាហរណ៍ថាអតិជនគាត់កំងមក pad ចំនួន20ប្រទេសហ្នឹងទៅបងប្អូនវាយលេខ1ទៅវានឹងចេញមក pad បងប្អូនណាអូខេបន្តមកទៀតឧទាហរណ៍អតិជនគាត់កំង HD SD 256មួយគ្រាប់បងប្អូនវាយតែ14មកវានឹងចេញបងប្អូនណា14ចេញ SD 256បងប្អូនណាអតិជនគាត់កំងឲ្យទៀតឧទាហរណ៍ថា keyboard new keyboard ថ្មីអញ្ចឹង keyboard បងប្អូនវាយលេខ7ទៅវាចេញអូតូអញ្ចឹងណាបងប្អូនបាទនេះគាត់ឧទាហរណ៍តែ7មុខទេអញ្ចឹងបងប្អូនវាយលហោហែមកវានឹងចេញហោហែដែរអញ្ចឹងបងប្អូនណាបាទបងប្អូនវាយតលេខវានឹងចេញតាមអ្វីដែលយើងបានកំណត់នៅគោលការណ៍កន្លែងហាងយើងរកស៊ីអញ្ចឹងណាបងប្អូនបាទបន្តមកទៀតកន្លែងនេះគឺ unit price មានថាតម្លៃក្នុងឯកតាអញ្ចឹងបងប្អូនត្រូវចងដែរអញ្ចឹងបងប្អូនណាបាទអញ្ចឹងចងដែរទៅដល់បងប្អូនចងខ្ញុំនឹងមកចុចសញ្ញាស្មើមកបងប្អូនវាយ if អញ្ចឹងបងប្អូនបាទបងប្អូនចុចទៅលើ lead code ទៀតហើយតោះបងប្អូនចុចសញ្ញាស្មើបងប្អូនចុចសញ្ញាស្មើបងប្អូនវាយថ្មិញកដោ2គូបងប្អូនក្បៀសមួយថ្មិញកដោ2គូទៀតបងប្អូនក្បៀសមួយទៀតបងប្អូនវាយអក្សរ V នេះទៅរូបមន្តដូចគ្នាបិទតែម្ដងគ្រាន់តែយើងដូរទៅលេខខាងកតុយតិចទេបងប្អូនចុចលើ V lookup ទៅបងប្អូនចុចកន្លែង lead code ហ្នឹងមកបងប្អូនក្បៀសមួយទៀតបងប្អូនអូសទៅលើ lead code item unit price ហ្នឹងទៅបងប្អូនណាបងប្អូនចុច F4 ទៅតោះបងប្អូនក្បៀសមួយហើយបងប្អូនចុចលេខ3ហើយបងចុចលេខ3បងប្អូនដោយសារតែមុខទំនិញតម្លៃទំនិញនៅក្នុង table នេះគឺនៅ column ទី3អញ្ចឹងបងប្អូនណាយើង column ទី3បងប្អូននេះដោយសារខ្ញុំចុចលើហ្នឹងវា load ឲ្យអញ្ចឹងនៅ column ទី3អញ្ចឹងបងប្អូនវាយលេខ3បងប្អូនក្បៀសមកបងប្អូនវាយលេខ0បងប្អូនបិទមកចកចំនួន2ដងទៅបងប្អូនណា2ដងដោយសារយើងបើកកន្លែង if នេះមួយកន្លែង v lookup នេះមួយអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូន enter មកបងប្អូនឃើញទេគឺវាឲ្យតម្លៃស្រេចៗហ្នឹងបងប្អូនអូខេយើងមក value គឺ$8ចុះបងប្អូនអូនទាំងអស់មកវានឹងចេញទាំងអស់ឲ្យមកបងប្អូនឃើញទេអូខេហើយបងប្អូនអាចអូឲ្យក៏បានដែរកន្លែងនេះគឺយើងអូឲ្យមកដើម្បីបើសិនបើយើងអតិថិជនកំងតំណែងផ្សេងទៀតឧទាហរណ៍ថាគាត់កំង RAM 8G អញ្ចឹងបងប្អូន RAM 8G គឺលេខ10បងប្អូនណាអញ្ចឹងបងប្អូនវាយលេខ10មកបងប្អូនឃើញទេអញ្ចឹងគឺចេញមកគឺបានទាំងមុខតំណែងទាំងតម្លៃបងប្អូនណាបាទគឺបានមុខតំណែងទាំងតម្លៃឧទាហរណ៍គាត់ថែមអីទៀតគាត់ថែម2មុខទៀតគឺគាត់ថែមគាត់ទិញ printer យើងមួយគ្រឿងដែរ HP ហ្នឹងគឺលេខ6បងប្អូនឃើញតម្លៃ250ហើយគាត់កំងមួយទៀតគាត់កំងRAM 610G ទៀតអញ្ចឹងបងប្អូនវាយលេខ11មកវានឹងចេញឲ្យយើងនេះអូខេ$20នេះទៅបងប្អូនឃើញទេអូខេអញ្ចឹងកន្លែងសរុបនេះគឺมันជាបញ្ហាចោតទេមានថាគឺយើងធ្វើលេខគុណឧទាហរណ៍ថាអតិជនគាត់យកឧទាហរណ៍ថាមក wireless នេះប្រហែលជាជាក់ស្ដែងណាបងប្អូនបាទអញ្ចឹងគឺបងប្អូនវាយពាក្យសាំមកពាក្យសាំមកបងប្អូនយកឧទាហរណ៍ថាបងប្អូនយកគុណមកបងគុណជាមួយនឹងនេះមកបិទបញ្ចប់បងប្អូន enter មកអញ្ចឹងបងប្អូន enter បងប្អូនអូសសរុបបងប្អូនយកមានយកតម្លៃក្នុងឯកតានេះគុណជាមួយនឹងបរិមាណមកបងប្អូនណាហើយបងប្អូនចូលសួរអតិថិជនថាគាត់យកប៉ុន្មានឧទាហរណ៍ថាគាត់យកមក wireless ហ្នឹងថា2ចុះអញ្ចឹងគឺគុណនេះស្រេចបងប្អូនគេបើសិន scan ហ្នឹងគេយកប៉ុន្មានយក1ឧទាហរណ៍1បងប្អូនដាក់1គេទៅហើយ RAM គាត់យកប៉ុន្មានឧទាហរណ៍ RAM 610G ហ្នឹងគាត់យកប៉ុន្មានឧទាហរណ៍គាត់យក5យើងវាយ5គាត់ទៅវានឹងគណនាយើងអូតូមកបងប្អូនណាអូខេបន្ទាប់ពី monitor គាត់យក2អញ្ចឹងទៅ mousepad គាត់យកប៉ុន្មានយក20អញ្ចឹងទៅឧទាហរណ៍ASD 256គាត់យកប៉ុន្មានថា510គ្រាប់អីទៅឧទាហរណ៍keyboard new គាត់យក25ប្រទេសអញ្ចឹងទៅ RAM គាត់យកប្រហែលស្លឹកគាត់ថាគាត់យក510ស្លឹកអីទៅ printer គាត់យក2គ្រឿងអីទៅ RAM 610គាត់យក10ប្រទេសអញ្ចឹងទៅឬក៏10ស្លឹកអីទៅបងប្អូនណាបាទនេះឃើញអស់បងប្អូនឃើញណាបាទហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវសរុបថាតើអតិថិជនគាត់យកពីយើងហ្នឹងតើអស់ប្រហែលពាន់ប្រហែល$100អញ្ចឹងទៅបងប្អូនបាទអញ្ចឹងគឺរូបមន្តបងប្អូនដឹងហើយគឺចុចសញ្ញាស្មើបងប្អូនវាយពាក្យសាំបងប្អូនសាំមកដល់បងคลิกឲ្យបងប្អូនអូសពីលើចុះមកក្រោមមកបងប្អូនបិទបង្កញ្ចក់វិញមកហើយ enter មកបងណាអូខេអញ្ចឹងសរុបទៅគឺអតិថិជនគាត់មានថាត្រូវឲ្យលុយយើង$2041អញ្ចឹងណាបាទ$2041អញ្ចឹងបងណាបាទអញ្ចឹងបាទអញ្ចឹងខ្ញុំលើកឡើងវិញរូបមន្តនេះគឺនេះនៅខាងលើនេះឃើញស្រេចបងប្អូនណាបាទអញ្ចឹងមានថាយើងងាយស្រួលយើង
ងាយស្រួលមិនងាយស្រួលមានថាយើងវាយតែលេខកូដវានឹងចេញមុខទំនិញហើយនឹងចេញតម្លៃទំនិញហើយស្រេចចឹងបងប្អូនណាហើយអតិថិជនគាត់យកបានបងប្អូនវាយតាមនោះទៅប៉ុន្តែកន្លែងនេះបងប្អូនត្រូវគណនាឲ្យហើយទៅបងប្អូនចុចសញ្ញាស្មើបងប្អូនចងរូបមន្តគណនាណាសញ្ញាស្មើយកវាយពាក្យសាមកយកណាមុនគុណក៏បានដែរបងប្អូនយក quantity គុណជាមួយនឹង unit price ក៏បានឬយក unit price គុណនឹង quantity ក៏បានដែរអញ្ចឹងវាវិធីគុណមានលក្ខណៈត្រឡប់បងប្អូនណាអត់បញ្ហាទេគុណបងប្អូនអូសចឹងទៅអូសដូចខ្ញុំមិញណាអូសចឹងអស់ចឹងមកបងប្អូនសួរអតិថិជនគាត់យកបានណាគាត់យកបានផ្ទះបានស្លឹកមកគ្រឿងទៅបងប្អូនវាយតាមទៅវានឹងគុណឲ្យយើងអូតូហើយកន្លែងនេះបងប្អូនចាំសរុបក្រោយក៏បានដែរណាតើតើរូបមន្តសាំហ្នឹងអូខេនេះផ្ដល់លក្ខណៈងាយស្រួលសម្រាប់យើងដែរណាយើងមិនចាំបាច់ទៅសេចូលនៅក្នុង validation នេះនាំហត់ទេបងប្អូនគាត់ទៅវាយលេខកូដទៅវានឹងចេញមុខតំណែងហើយជាមួយតម្លៃតំណែងអូតូតែម្ដងបងប្អូនណាអូខេហ្នឹងហើយពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានការចែករំលែកជូនបងប្អូនតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយអរគុណច្រើនជម្រាបលា